ភាសាឥណ្ឌូនេស៊ីភាសាឥណ្ឌូនេស៊ីគឺជាភាសាជាតិនិងជាភាសាផ្លូវការនៅទូទាំងប្រទេសឥណ្ឌូនេស៊ីវាជាភាសាផ្លូវការនៃការទំនាក់ទំនងដែលត្រូវបានបង្រៀននៅក្នុងសាលារៀននិងត្រូវបានប្រើសម្រាប់ការផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកនិងឌីជីថលឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាសាច្រើនភាសាជាពិសេស3ភាសាច្រើនជាងគេបំផុតនៅលើពិភពលោកប្រជាជនឥណ្ឌូនេស៊ីភាគច្រើនក៏និយាយភាសាក្នុងតំបន់ឬភាសាជនជាតិរបស់ពួកគេផងដែរភាសាដែលនិយាយច្រើនជាងគេគឺភាសាជ្វានិងភាសាសុនដាភាសាក្នុងតំបន់ទាំងពីរនេះមានឥទ្ធិពលយ៉ាងសំខាន់ទៅលើភាសាឥណ្ឌូនេស៊ីខ្លួនឯងភាសាឥណ្ឌូនេស៊ីមានអ្នកនិយាយមួយចំនួនធំនៅទូទាំងប្រទេសរួមផ្សំជាមួយនឹងជនភៀសខ្លួនដែលរស់នៅក្រៅប្រទេសភាសាឥណ្ឌូនេស៊ីគឺជាភាសាមួយក្នុងចំណោមភាសាដែលត្រូវបានគេនិយាយយ៉ាងទូលំទូលាយបំផុតនៅទូទាំងពិភពលោកក្រៅពីសារៈសំខាន់ជាតិរបស់វាភាសាឥណ្ឌូនេស៊ីក៏ត្រូវបានទទួលស្គាល់ជាភាសាផ្លូវការនៅក្នុងប្រទេសដទៃទៀតដូចជាទីម៉ូខាងកើតផងដែរភាសាឥណ្ឌូនេស៊ីក៏ត្រូវបានបង្រៀននិងប្រើប្រាស់ជាផ្លូវការនៅតាមសាលារៀនសាកលវិទ្យាល័យនិងស្ថាប័ននានាទូទាំងពិភពលោកជាពិសេសនៅប្រទេសអូស្ត្រាលីហូឡង់ជប៉ុនកូរ៉េខាងត្បូងទីម៉ូខាងកើតវៀតណាមតៃវ៉ាន់សហរដ្ឋអាមេរិកចក្រភពអង់គ្លេសនិងប្រទេសដទៃទៀតមូលដ្ឋានគ្រឹះនៃភាសាប្រទេសឥណ្ឌូនេស៊ីមានប្រវត្តិយូរអង្វែងនៃចំណងមិត្តភាពជាមួយប្រទេសនៅអឺរ៉ុបជាពិសេសចាប់តាំងពីសម័យអាណានិគមមកវាក្យសព្ទភាសាឥណ្ឌូនេស៊ីមួយចំនួនត្រូវបានស្រូបចូលទៅក្នុងភាសាអឺរ៉ុបជាច្រើនជាពិសេសភាសាហូឡង់និងអង់គ្លេសភាសាឥណ្ឌូនេស៊ីខ្លួនឯងមានពាក្យកម្ចីជាច្រើនដែលមានប្រភពមកពីភាសាអឺរ៉ុបជាពិសេសភាសាហូឡង់ព័រទុយហ្គាល់អេស្ប៉ាញនិងអង់គ្លេសភាសាឥណ្ឌូនេស៊ីក៏មានពាក្យកម្ចីដែលមានប្រភពមកពីភាសាសំស្ក្រឹតចិននិងអារ៉ាប់ផងដែរពាក្យកម្ចីទាំងនេះបានក្លាយជាផ្នែកមួយនៃភាសាឥណ្ឌូនេស៊ីដែលទទួលឥទ្ធិពលពីកត្តាដូចជាពាណិជ្ជកម្មនិងសកម្មភាពសាសនាឥទ្ធិពលនេះបានបន្តកើតមានតាំងពីសម័យបុរាណនៅក្នុងប្រជុំកោះឥណ្ឌូនេស៊ីមូលដ្ឋាននៃភាសាឥណ្ឌូនេស៊ីស្តង់ដារគឺភាសាម៉ាឡេរ៉ៅយូរទៅភាសានេះបានឆ្លងកាត់ការផ្លាស់ប្តូរដោយសារតែការប្រើប្រាស់របស់វាជាភាសាធ្វើការក្នុងរដ្ឋបាលអាណានិគមនិងដំណើរការស្តង់ដារផ្សេងៗចាប់តាំងពីដើមសតវត្សទី20ការដាក់ឈ្មោះថាភាសាឥណ្ឌូនេស៊ីបានចាប់ផ្ដើមជាមួយនឹងការប្រកាសនៃសច្ចាប្រណិធានយុវជននៅថ្ងៃទី28ខែតុលាឆ្នាំ1928នេះគឺដើម្បីជៀសវាងការចាប់អារម្មណ៍នៃចក្រពត្តិនិយមភាសាប្រសិនបើឈ្មោះម៉ាឡេនៅតែប្រើប្រាស់ភាសាឥណ្ឌូនេស៊ីសប្តាហ៍ថ្ងៃនេះខុសប្លែកពីភាសាម៉ាឡេដែលនិយាយនៅរ៉ៅនិងឧបទ្វីបម៉ាឡេរហូតមកដល់សប្តាហ៍ថ្ងៃនេះភាសាឥណ្ឌូនេស៊ីនៅតែជាភាសារស់រវើកដោយបង្កើតពាក្យថ្មីៗជាបន្តបន្ទាប់ទាំងតាមរយៈការបង្កើតនិងតាមរយៈការស្រូបយកភាសាក្នុងតំបន់និងបរទេសទោះ
ជាយ៉ាងណាក៏ដោយទោះបីជាជនជាតិឥណ្ឌូនេស៊ីជាង 90% យល់និងនិយាយក៏ដោយភាសាឥណ្ឌូនេស៊ីមិនមែនជាភាសាកំណើតសម្រាប់អ្នកនិយាយភាគច្រើននោះទេជនជាតិឥណ្ឌូនេស៊ីភាគច្រើននិយាយភាសាមួយក្នុងចំណោម748ភាសានៅក្នុងប្រទេសឥណ្ឌូនេស៊ីជាភាសាកំណើតរបស់ពួកគេពាក្យថាឥណ្ឌូនេស៊ីភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងទម្រង់ស្តង់ដារដែលប្រើក្នុងស្ថានភាពផ្លូវការភាសាស្តង់ដារប្រភេទនេះមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងទម្រង់ភាសាម៉ាឡេក្នុងស្រុកដែលប្រែឬសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃនេះមានន័យថាអ្នកនិយាយភាសាឥណ្ឌូនេស៊ីច្រើនតែប្រើភាសាសាមញ្ញប្រភេទនេះឬលាយវាជាមួយគ្រាមភាសាម៉ាឡេផ្សេងទៀតឬភាសាកំណើតរបស់ពួកគេបច្ចុប្បន្ននេះភាសាឥណ្ឌូនេស៊ីត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសាកលវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយអក្សរសិល្ប៍កម្មវិធីការឆ្លើយឆ្លងផ្លូវការនិងវេទិកាសាធារណៈផ្សេងទៀតដូច្នេះអាចនិយាយបានថាភាសាឥណ្ឌូនេស៊ីត្រូវបានប្រើប្រាស់ដោយពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់ភាសាឥណ្ឌូនេស៊ីត្រូវបានចាត់ទុកថាងាយស្រួលយោងតាមអ្នកស្រាវជ្រាវមួយចំនួនមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការទំនាក់ទំនងជាមូលដ្ឋានអាចរៀនបានក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះខ្ញុំសូមរំលឹកអ្នកឲ្យគាំទ្រ Channel នេះដោយចុច Like Share comment Subscribe ហើយចុចលើរូបតំណាងជូនដំណឹងដើម្បីអ្នកអាចទទួលបានព័ត៌មានថ្មីបំផុតពី Channel នេះសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូបន្ទាប់